Nâng số đây bậc mà ông Phu Minh được gì được ta trong ạc nhé. Lần này lực ở ban mà đang lừa cầm phù phnom cù lên. Hai có ban mà đào tì cả lành môi đại cả thà sạch đầm rầy. Ní cứ chỉ sạch đầm rầy được bông phong trong ạc nhé bậc mà ông Phu Minh ban chơi mà đó khơi hái sạch đầm rầy ní mình chia đầm rầy đây mình đục lục rồi có chùm loan na kê mà đậm mà chạ nơi tí này thế. Rụp đầm rầy ní cứ chỉ rụp đầm rầy đây niệm mất lang đòi pre ati tiếp nâng pre iso. Đó, còn ở kia mở cho bác nhé đầm rây hai đại trời nâng niệm mất cài họ tranh vì tí này là ngày tháng mốc đảm bay tới từ tua là đây nè pre nè miền bón nâng cát phai bằng công vừa chia chấm này là bao nè bên nè đặc nom sasna nâng từ ngày tháng mốc nâng nhớ lấy hai ri ai khả này ri ai khả này cứ chia sạch sân cứ chia sạch sân từng piประวัติnày sạch sân này cứ nơi không ti vẽ cát hà này này nhà công ty private đó nè nơi không ti vẽ cát hà công ty private kê sân đại thà sân cứ chỉ tua cứ chỉ avatar ti buôn rồi bạc pre Vishnu lục để trời riêng mà chập cầm nát nơi pan đây nè nơi than cần đàn nè miền tua nơi ti bằng crab nơi ra asol mía chẳng lại bằng crab nơi athipol bay sai chẳng buồn đấy hai chân tâm năng đó dương có ban mưa khơi rụp muối nè rụp nè nè khla cái tha chia khla nè khla tha tỉnh cụ tha ấy chân tư nè thành đại thay chân tư nơi không ti vẽ cát tha lúc ở trong trai đầm đây ở con tụi ác nia phục mai tụi ác nia bạn đắng rụp nè phần em miền trung tha mình đào tivi mình đào tivi cứ chia chai sreiរបស់ព្រះមនីអីសីដែលនៅនឹងជើងភ្នំហ្នឹងឃើញទេដែលថ្ងៃខាងមុខហ្នឹងនឹងត្រូវទទួលបានអាដេញស្វាមីជាហនុមានណានៅក្នុងប្រវត្តិគឺគេសម្ដែងអញ្ចឹងមិនមែនជាខ្លាមិនមែនជាស្អីទេអញ្ចឹងនាងបណ្ដោទីវីនេះប្រវត្តិដើមរបស់ព្រះនាងគឺជាបុត្ររបស់ក្រុងរាពណ៍នេះបណ្ដោទីវីនេះជាបុត្រក្រុងរាពណ៍នៅថ្ងៃមួយដែលពេលក្រុងរាពណ៍ឡើងលើកំពូលភ្នំក៏ប្រមាលឃើញសត្វកង្កែបនៅជើងភ្នំហ្នឹងដល់អញ្ចឹងក៏កើតក្តីប្រតិបត្តិអាងតែខ្លួនឯងប្រែកាឡាបានអ្វីគ្រប់យ៉ាងទាំងអស់ហ្នឹងក៏និមិត្តកាយទៅធ្វើជាកង្កែបឈ្មោលដើម្បីរួមមេត្រីជាមួយនឹងមេកង្កែបហ្នឹងប្រសូតបាននាងមណ្ដោទេវីនឹងមួយឃើញទេនាងមណ្ដោទេវីនេះគឺជាបុត្រីមួយល្អចិត្តធូរផងណាគេហៅថាបើនិយាយទៅជាស្រីគ្រប់លក្ខតែម្ដងណាធ្វើស្បថាមានកំណត់ពីក្រុងរាពណ៍ក៏ដោយយល់ទេក្រោយមកទៅក៏មានសត្រូវជាច្រើនដណ្ដើមប្រជែងចង់បាននាងហ្នឹងតែក្រោយមកក៏ត្រូវបានព្រះមនីអីសីថែរក្សាហើយក៏ឲ្យតួអង្គទាំងពីរហ្នឹងមើលថែរក្សាព្រះនាងហ្នឹងបើមិនមានបុរសណាមួយបរិសុទ្ធមកទេមិនអាចនរណាមួយមកជួបនាងមណ្ដោទេវីនឹងបានទេយល់ទេនៅក្នុងប្រវត្តិទេវកថាគឺបែបហ្នឹងហើយរីឯដំរីក៏ដូចគ្នារូបទាំងអស់នេះគឺសុទ្ធតែជារូបដែលឈររងចាំសាសនាមកដល់ទាំងអស់អញ្ចឹងប្រិយមិត្តកូនទាំងអស់គ្នាពេលដែលលោកឪចូលមកសម្ដែងបែបនេះលោកទាំងឡាយខ្លះក៏ប្រកាសជាគិតថាលោកឪនឹងបែកធွာឈួតឃើញទេប្រកាសថាលោកឪនឹងបែកធွာឈួតនិយាយតាមអារម្មណ៍រវើរវាយមិនដឹងឯណាណីហើយលោកទាំងឡាយអាចថាអីក៏ថាសិនចាស់ណាប៉ុន្តែនៅពេលណាដែលវេលាមកដល់នៅថ្ងៃខាងមុខថ្ងៃខាងមុខដែលត្រូវពួកតួអង្គទាំងអស់នឹងចេញលោកឪសូមប្រាប់ពួកកូនទាំងអស់គ្នាក៏ដូចជាអ្នកដែលមិនមានជំនឿលើសាសនានេះឲ្យបានដឹងមុនថានៅពេលណាដែលឃើញហេតុបាងកក់រលំភ្នំពេញរលាយណាដែលគេហៅថាសង្គ្រាមផ្ទុះចេញពីផ្ការីកពីកណ្ដាលទីក្រុងហើយដល់ពេលដែលពួកអស់ហ្នឹងនិមិត្តកាយហើយណានិមិត្តកាយពីថ្មហ្នឹងទៅជាតួអង្គពុតប្រកាសដើម្បីហោះទៅទ្រទ្រង់ជាមួយនឹងព្រះអ្នកមានបុណ្យហ្នឹងលេងព្រះដែលដឹកនាំសាសនាក្រោយហ្នឹងអញ្ចឹងការចែករំលែកនេះទោះបីជាលោកទាំងឡាយជឿឬមិនជឿលោកឪមិនហ៊ានបង្ខំទេណា
ពីព្រោះទីនេះមិនមែនជាទីធម្មតាទេចាត់ទុកជាឋានលើដែលគេហៅថាឋានលើហ្នឹងគឺសំដៅលើកំពូលភ្នំទាំងអស់ដែលគេហៅថាឋានលើហ្នឹងដែលមនុស្សគ្រប់គ្នាជាច្រើនគិតថាឋានលើនៅណាទៅស្រឡឹងលើមេឃណោះទៅស្រឡឹងលើមេឃទៅមើលឋាននៅលើណោះឃើញទេអញ្ចឹងពាក្យថាឋានលើនេះគឺសំដៅទៅលើទីកំពូលភ្នំខ្ពស់តាមលំដាប់របស់ភ្នំហ្នឹងឯងអាហ្នឹងហើយគេហៅថាឋានពីព្រោះភ្នំគឺជាជំរំនៃពពួកទេវតាជ្រកកោននៅឲ្យយកអញ្ចឹងណាពពួកទេវតាពពួកសច្ចាំងពពួកអាទិទេពឃើញទេអញ្ចឹងទេឲ្យស្គាល់ច្បាស់កុំឲ្យយល់ច្រឡំថាឃើញអរិញណាគេនិយាយឋានលើនាំគ្នាទៅមើលលើមេឃចេញឋាននៅណាចេះខំជីប៉ូឡូជីស្អីទៅរមើលរមឃើញទេឋាននោះអញ្ចឹងឲ្យយល់ពីពាក្យឋានលើណាហើយជឿឬមិនជឿស្ដាប់សម្ដីចាស់បុរាណលោកពោលថាកំពូលភ្នំគ្រប់ទីកន្លែងគឺជាទីជំរំនៃអំបូរទេវតាស្នាក់នៅឃើញទេអញ្ចឹងយើងដឹងថាទេវតាក្រែងនៅឋានលើអញ្ចឹងបានន័យថាភ្នំទាំងអស់ហើយជាឋានទេវតាណាឲ្យយល់ចេះហើយយើងមិនដឹងផងយើងចេះតែឡើងលើភ្នំនាំគ្នាទៅធ្វើរឿងដែលមិនគួរធ្វើចិត្តមិនបរិសុទ្ធក៏ចេះតែនាំគ្នាទៅតាំងតួអ្នកខ្លះតាំងតួជាព្រះមានបុណ្យអ្នកខ្លះតាំងតួជាព្រះសិអាមេត្រីព្រះនាងនាគស្ដេចនេះស្ដេចនោះតាពីឃើញទេអាហ្នឹងហើយដែលវាអត់មានភាពបរិសុទ្ធអញ្ចឹងអ្នកដែលមកទីនេះទោះសបារមីនៅឋានលើទាំងអស់ហ្នឹងឃើញទេអ្វីថាបတ်ឋានលោកបច្ចុប្បន្ននៅជារូបចម្លាក់ថ្មពេលវេលាមកដល់កូនចាំមើលបើលោកឲ្យនិយាយខុសរូបដំរីនេះនឹងនិមិត្តកាយហោះវឹងទៅត្រអ្នកមានបុណ្យហើយរួមទាំងជាមួយនឹងសេនានិងទេវតាលើភ្នំទាំងអស់ទាំងហើយទាំងហមទៅពេលនោះហើយដែលមនុស្សលោកបានឃើញទេវតាពិតប្រាកដយល់ទេអញ្ចឹងយើងត្រូវឆ្វេងយល់អំពីអាចកំបាំងនឹងមែនតែនហើយនេះជាមណ្ឌលទេវីឥឡូវនេះត្រូវបានអីសីជាចៅស្រីរបស់អីសីមើលថែរក្សានេះយល់ទេហ្នឹងនេះមណ្ឌលទេវីហ្នឹងជាបុត្រីរបស់ក្រុងរាពណ៍ឲ្យយល់អញ្ចឹងកុំឲ្យមិនដឹងណាប្រវត្តិណាដើម្បីកំណត់ថានាងគឺជាមណ្ឌលទេវីជាកង្កែបណាមើលកែបនេះមើលជើងកែបបត់ឃើញទេឃើញនៅអ្នកមើលណាមិនមែនជើងខ្លាទេណាមិនមែនជើងតោទេយល់ទេមើលមែនតើនេះស្ដេចសឹងទាំងពីរនេះមិនធម្មតាទេកូនមកទៀតទៅហូចសារូមកដល់ទីឋានត្រង់ណាទៅថតពីក្រោមមកកូនទេថតពីក្រោមយើងនៅលើនេះអូខេ